សូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមធ្វើកិច្ចចំពោះឯកឧត្តមប្រធានជាទីគោរពដ៏ខ្ពស់សូមគោរពបងប្អូនជំរុញជាតិខ្មែរទូទៅជាទីស្រឡាញ់ដោយមេត្រីភាពរដ្ឋធម្មនុញ្ញនៃរបបសាធារណរដ្ឋមហានគរខ្មែរមានជ័យកំណត់ថ្ងៃ9មករាជាបុណ្យជាតិទិវាកតញ្ញូកតវេទីខួបកំណើតនៃគណៈបកខ្មែរជួយខ្មែរខួបកំណើតឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតដានច័ន្ទរៃគឺជាថ្ងៃឈប់សម្រាកផ្ដល់ឱកាសឲ្យសិស្សានុសិស្សនិស្សិតបញ្ញវន្តមន្ត្រីរដ្ឋការប្រជាពលរដ្ឋខ្មែរបំពេញភារកិច្ចបីបាច់ថែរក្សាតបស្នងសងគុណមាតាបិតានិងបុព្វការីជនទាំងឡាយការដឹងគុណជាជំហានដំបូងនៃការកសាងគុណធម៌ចរិយាធម៌ជាពលរដ្ឋល្អក្នុងន័យនេះពលរដ្ឋម្នាក់គួរគប្បីមានសន្តានចិត្តដើរតាមគន្លងធម៌ដោយតបស្នងចំពោះអ្នកមានគុណូបការៈគុណដឹងគុណចំពោះប្រទេសជាតិដែលបានផ្ដល់ទីកំណើតផ្ដល់សញ្ជាតិជាខ្មែរដែលជាប្រជាជាតិប្រកបដោយអរិយធម៌ខ្ពង់ខ្ពស់ដឹងគុណចំពោះបុព្វការីជនមានមេដាបិតាជីដូនជីតាមាមីងដែលបានផ្ដល់សេចក្តីស្រឡាញ់និងការថែរក្សាទំនុកបម្រុងគ្រប់យ៉ាងដឹងគុណចំពោះគ្រូឧបជាដែលបានផ្ដល់ចំណេះដឹងការណែនាំក្នុងកន្លងធម៌ដឹងគុណចំពោះអ្នកផ្ដល់ប្រយោជន៍ផ្ដល់ការសងគ្រោះផ្សេងការដឹងគុណមិនមែនសម្រាប់តែមួយថ្ងៃ9មករានេះទេគឺត្រូវស្ថិតនៅជាទម្លាប់ក្នុងសន្តានចិត្តជាចរិយាសម្បត្តិដែលពលរដ្ឋខ្មែរគ្រប់រូបត្រូវប្រកាន់និងអនុវត្តដោយខ្ជាប់ខ្ជួនម្យ៉ាងទៀតទំនាក់ទំនងទៅវិញទៅមកក្នុងគុណធម៌រវាងអ្នកដឹកនាំនិងប្រជាពលរដ្ឋត្រូវប្រព្រឹត្តទៅយ៉ាងដូចនេះអ្នកដឹកនាំត្រូវដឹងគុណប្រជាពលរដ្ឋដែលបានផ្ដល់សិទ្ធិអំណាចអភ័យឯកសិទ្ធិកិត្តិយសទ្រព្យសម្បត្តិដល់ខ្លួនដូច្នេះអ្នកដឹកនាំត្រូវប្រកាន់ខ្ជាប់នៅសច្ចធម៌ព្រហ្មវិហារធម៌និងយុត្តិធម៌គ្រប់ភារកិច្ចត្រូវតាំងខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋដោយគោរពសិទ្ធិពលរដ្ឋផ្ដល់សេរីភាពគ្រប់យ៉ាងក្នុងក្របខ័ណ្ឌច្បាប់ដោយផ្ដល់សមភាពសុខុមាលភាពសន្តិសុខក្នុងការរស់នៅដោយការពារភពកន្ត្រករបស់ប្រជាជាតិខ្មែរទាំងនៅលើដីក្រោមទឹកឡាក់ពលរដ្ឋក៏ដឹងគុណអ្នកមេដឹកនាំល្អដោយការផ្ដល់សេចក្តីទុកចិត្តតាមរយៈការបោះឆ្នោតបងប្អូនរួមជាតិខ្មែរទូទៅលោកបានជ្រាបយ៉ាងច្បាស់ថាប្រជាពលរដ្ឋខ្មែរដែលកំពុងរងទុក្ខវេទនាសប្តាហ៍គឺដោយសារតែកម្ពុជាមានហ៊ុនសែនជាអ្នកដឹកនាំរមិលគុណអបល័ក្ខនិងអមដោយជនទុច្ចរិតបុគ្គលហ៊ុនសែនជាមនុស្សអាសោចរមិលគុណមេដាបិតាខ្លួនឯងរហូតដល់សម្លាប់ព្រះមេដារមិលគុណប្រជាពលរដ្ឋខ្លួនឯងដោយការធ្វើទុកបុកម្នេញគ្រប់យ៉ាងរមិលគុណប្រទេសជាតិខ្លួនឯងដោយការលះបង់ដែនដីទាំងខាងកើតនិងខាងលិចនិងដែនសមុទ្រឲ្យទៅបរទេសរមិលគុណប្រជាជាតិខ្លួនឯងដោយការធ្វើឲ្យគេឈ្មោះជាតិសាសន៍ខ្មែរមានឈ្មោះអាក្រក់លើឆាកអន្តរជាតិលក្ខនឹងលក្ខប្រទេសកម្ពុជានៅមាននរោត្តមសីហមុនីមួយទៀតដែលជាស្ដេចមករមិលគុណប្រជាជាតិខ្មែរដោយសុខចិត្តរស់នៅធ្វើខ្វាក់ធ្វើកោធ្វើថ្លង់ក្រោមអំណាចជនពាលហ៊ុនសែនបម្រើប្រយោជន៍បរទេសដោយគ្មានសកម្មភាពតាមគន្លងទស្សពិករាជធរស្រោចស្រង់ប្រជារាស្ត្រដែលរងអំពើអយុត្តិធម៌និងគ្រោះអាសន្នដោយរស់នៅជាជនឥតប្រយោជន៍បង្ហិនបាយរាស្ត្រនេះឱកាសទិវាកតញ្ញូកតវេទីយើងខ្ញុំសូមឧទ្ទិសថ្លែងអំណរគុណចំពោះវិញ្ញាណក្ខន្ធព្រះមេដាព្រះបិតារបស់ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតដាមឆ័ត្រៃដែលលោកបានផ្ដល់ជូនប្រជាជាតិខ្មែរនៅលោហិតមួយដំណក់មានតម្លៃមិនអាចកាត់ថ្លៃបានដោយកតញ្ញូតាធម៌ចំពោះទឹកដីកំណើតទើបឯកឧត្តមសុខចិត្តនាំសហការីចូលស្រុកក្នុងបំណងនាំយកសមត្ថភាពលទ្ធភាពដ៏ធំធេងទៅជួយអភិវឌ្ឍប្រទេសកម្ពុជាដែលលោកបានចាក់ចែងតាំងពីកុមារភាពដោយសន្តានចិត្តកតញ្ញូតាធម៌ចំពោះប្រទេសប្រជាជាតិ
ដែលបានផ្ដល់សញ្ជាតិជាខ្មែរទើបលោកយល់ដឹងអំពីទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែរហើយបានចារជាបាវចនាទឹកភ្នែករបស់ខ្មែរខ្ញុំទឹកភ្នែករបស់ជាតិខ្ញុំគឺជាឈាមរបស់ខ្ញុំដោយសារលោកជាវីរបុត្រប្រកបដោយកតញ្ញូតាធម៌ចំពោះមេដាបិតាបុព្វការីជនទើបបារមីនៃទឹកដោះម្ដាយថ្លៃជួយស្រោចស្រង់ជីវិតឲ្យឧត្តមឲ្យឆ្លងផុតគ្រោះមហន្តរាយនៅថ្ងៃទី17ខែធ្នូ2010ដោយការប៉ុនប៉ងសម្លាប់របស់ក្រុមបនហានិយងហ៊ុនសែនប៊ុនរ៉ានីនិងទឹកម៉េងថ្ងៃនេះជាគប់23ឆ្នាំនៃគណៈបកផ្នែកជួយខ្មែរដែលឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតដាមឆាត់រៃដែលជាសមាជិកអចិន្ត្រៃយ៍អស់មួយជីវិតនៃគណៈកម្មាធិការក្រុម300បានបង្កើតដើម្បីជាលក្ខណៈត្រៀមនៅក្នុងស្រុកដោយចុះក្នុងបញ្ជីពេញច្បាប់នៅក្រសួងមហាផ្ទៃភ្នំពេញមកទល់ពេលនេះគណៈបកផ្នែកជួយខ្មែរនៅតែមានសុពលភាពជានិច្ចប៉ុន្តែយើងខ្ញុំជាខ្មែរពិតមិនបានចេញមុខក្នុងការបោះឆ្នោតសកលដោយយើងខ្ញុំមានគោលជំហរច្បាស់លាស់គឺមិនធ្វើខ្លួនជាឧបករណ៍ពង្រឹងអំណាចរបស់ត្រកូលហ៊ុននិងគណៈបកប្រជាជនកម្ពុជាដែលបង្កើតឡើងដោយយួនព្រោះកម្ពុជាបច្ចុប្បន្នមិនអាចធ្វើការបោះឆ្នោតដោយសេរីនិងយុត្តិធម៌បានទេក្នុងបរិបទដែលចំនួនជនជាតិយួននិងចិនដែលមានសិទ្ធិបោះឆ្នោតសរុបរួមគ្នាមានចំនួនច្រើនជាងខ្មែរម្ចាស់ស្រុកនោះទៅទៀតយើងខ្ញុំទាំងឡាយសូមឆ្លៀតឱកាសថ្លែងអំណរគុណដល់មហាជ្រះជ្រៅចំពោះឯកឧត្តមប្រធានដែលបានអនុញ្ញាតឲ្យយើងខ្ញុំចូលរួមក្នុងសកម្មភាពក្រៅស្រុកនៃស្ថាប័នឧត្តមក្រុមប្រឹក្សាខ្មែរជួយខ្មែររំដោះជាតិដើម្បីបំពេញគោលការណ៍គណៈបកផ្នែកជួយខ្មែរដែលមានវត្ថុបំណងផ្ដល់សន្តិភាពសេរីភាពសុភមង្គលពិតប្រាកដជូនប្រជាជាតិខ្មែរថ្ងៃនេះក៏ជាខួបកំណើតរបស់ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតដាមឆាត់រៃដែលយើងខ្ញុំជាសមាជិកានៃឧត្តមក្រុមប្រឹក្សាខ្មែរជួយខ្មែររំដោះជាតិសូមគោរពអញ្ជើញបងប្អូនរួមជាតិខ្មែរចូលរួមដើម្បីប្រសិទ្ធពរជូនឯកឧត្តមជាកិច្ចបញ្ចប់សូមអញ្ជើញទទួលស្ដាប់វីដេអូដែលរៀបរៀងដោយព្រឹទ្ធាចារ្យហេងសងសម្រាប់ឱកាសនេះថ្ងៃទី9ខែមករាឆ្នាំ2026ទិវាកតញ្ញូកតវេទីខួប23ឆ្នាំនៃគណៈបកផ្នែកជួយខ្មែរខួបកំណើតឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតដាមឆាត់រៃសូមធ្វើគិរិយកិច្ចចំពោះឯកឧត្តមប្រធានជាទីគោរពដ៏ខ្ពង់ខ្ពស់សូមគោរពបងប្អូនជនរួមជាតិខ្មែរទូទៅជាទីស្រឡាញ់ដោយកិត្តិយសភាពថ្ងៃនេះជាថ្ងៃអ្នកកតឫកษ์ដ៏ល្អប្រពៃទិវាកតញ្ញូកតវេទីយើងខ្ញុំជាសមាជិកាក្រុមការងារនៃឧត្តមក្រុមប្រឹក្សាខ្មែរជួយខ្មែររំដោះជាតិសូមសម្ដែងការដឹងគុណចំពោះគុណូបការៈដ៏ឧត្តមឧត្តមនៃទឹកដីសុវណ្ណភូមិកម្ពុជាទេសមហានគរដែលបានផ្ដល់ទីកន្លែងបដិសន្ធិដល់យើងខ្ញុំរាល់គ្នាសូមសម្ដែងការដឹងគុណចំពោះគុណូបការៈដ៏ថ្លៃពិសេសរបស់មាតាបិតាដែលបានផ្ដល់កំណើតដល់ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតដាមឆាត់រៃកុលបុត្រខ្មែរដែលសពថ្ងៃក្លាយជាបុគ្គលមានលទ្ធភាពនិងឥទ្ធិពលក្នុងពិភពលោក
និងជាបុគ្គលមានគុណប្រយោជន៍មានប្រៀបនៃប្រជាជាតិខ្មែរសូមកុលបុត្រកុលធីតាខ្មែរត្រង់ត្រាប់យកបុគ្គលិកលក្ខណៈប្រកបដោយកតញ្ញូកតវេទិតាធម៌របស់ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតដាមឆាត់រីជាគំរូចូលគោរពប្រណិប័តតបស្នងសងគុណដោយការទំនុកបម្រុងថែទាំមាតាបិតាជាព្រះកន្លោដែលបានបីបាច់ថែរក្សាកូនចៅគ្រប់បែបយ៉ាងចូលគោរពប្រណិប័តគុណូបការៈគុណគ្រូឧបជាចារ្យដែលបានជួយណែនាំឲ្យមានចំណេះដឹងនិងប្រតិបត្តិតាមគន្លងគុណធម៌ចូលរំលឹកនឹកគុណបុព្វបុរសដែលបានថែរក្សាទឹកដីព្រះមាតាមាតុភូមិការពារអរិយធម៌វប្បធម៌នៃប្រជាជាតិខ្មែរឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតដាំឆាត់រីបានបង្កើតគណៈបកផ្នែកជីវិតថ្មីកាលពីថ្ងៃទី27ខែមិនិនាឆ្នាំ1998ជាមូលដ្ឋាននយោបាយគ្រឹះក្នុងស្រុកហើយបានបដូរឈ្មោះមកជាគណៈបកផ្នែកជួយខ្មែរនៅថ្ងៃទី9ខែមករាឆ្នាំ2003ថ្ងៃនេះជាទិវាខួប23ឆ្នាំនៃគណៈបកផ្នែកជួយខ្មែរដែលមានវត្ថុបំណងផ្ដល់សន្តិភាពសេរីភាពសុភមង្គលពិតប្រាកដជូនប្រជាជាតិខ្មែរដោយការប្រើយន្តការច្បាប់នៃកិច្ចព្រមព្រៀងអន្តរជាតិក្រុងប៉ារីថ្ងៃទី23ខែតុលាឆ្នាំ1991ក្នុងន័យនេះស្ថាប័នឧត្តមក្រុមប្រឹក្សាខ្មែរជួយខ្មែរអន្តរជាតិបាននឹងកំពុងធ្វើសកម្មភាពនៅលើឆាកអន្តរជាតិតាមគោលការណ៍រំដោះព្រះមាតាមាតុភូមិខ្មែរនិងប្រជាពលរដ្ឋពីអាណានិគមចិនយួនបង្រួមប្រជាជាតិខ្មែរនៃអាណាខេត្តខ្មែរនៅខាងត្បូងអាណាខេត្តខ្មែរនៅភាគខាងលិចអាណាខេត្តខ្មែរនៅភាគខាងជើងនិងកម្ពុជាបច្ចុប្បន្នជាខ្មែរតែមួយនិងស្ថាបនាសាធារណរដ្ឋមហានគរខ្មែរមានជ័យយើងខ្ញុំសមាជិកសមាជិកាឧត្តមក្រុមប្រឹក្សាខ្មែរជួយខ្មែរអន្តរជាតិសូមថ្លែងនៅសមានចិត្តប្រកបដោយកតញ្ញូតាធម៌ចំពោះឯកឧត្តមប្រធានដែលបានអនុញ្ញាតឲ្យយើងខ្ញុំបានចូលរួមដំណើរក្នុងបេសកកម្មបដិវត្តន៍ដ៏មហាធំធេងនៅពេលអនាគតខាងមុខប្រជាពលរដ្ឋខ្មែរជាពិសេសចៅជាទំពាំងស្នងឫស្សីនឹងទទួលការណែនាំអប់រំអំពីអភិបាលកិច្ចនៃសាធារណរដ្ឋខ្មែរថ្មីនាថ្ងៃទី9មករាជាទិវាកតញ្ញូកតវេទីឲ្យទៅជាពលរដ្ឋមានគុណធម៌សីលធម៌សមជាប្រជាជាតិដែលមានអរិយធម៌ខ្ពង់ខ្ពស់ល្បីល្បាញក្នុងពិភពលោកដោយមានធានីអង្គរជាសក្ខីភាពក្នុងរបបសាធារណរដ្ឋបងប្អូនជនរួមជាតិខ្មែរក្មួយចៅនឹងមានឱកាសប្រើសមត្ថភាពដែលបានមកពីការខិតខំសិក្សាបទពិសោធន៍ដែលបានសន្សំទុកនៅក្នុងស្រុកនិងក្រៅស្រុកដោយសមភាពរួមចំណែកកសាងមហានគរខ្មែរមានជ័យក្នុងភាពគុំកើងរុងរឿងសម្បូរសប្បាយក្រោមសន្តិភាពពិតប្រាកដជានិរន្តរភាព
រៀងរហូតតទៅ សូមជូនពរដល់បវរមហាប្រសើរចំពោះឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតដាំឆាត់រី សូមគោរពរំលឹកវិញ្ញាណក្ខន្ធឧបាសិកាឆាត់គឹមបាន សូមដេញជះបារមីព្រះមេដាថែរក្សាការពារឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតដាំឆាត់រីជានិច្ចជានិរន្តរ៍ សូមឧទ្ទិសបួងសួងព្រះគុណរតនត្រ័យកែវទាំង3មានព្រះពុទ្ធព្រះធម៌ព្រះសង្ឃសូមទ្រង់ព្រះចម្រើនគុណប្រគេនជូនដល់ព្រះភិក្ខុសច្ចបាឡោដាំឆាត់រីនៅព្រះពុទ្ធិពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ សូមអធិដ្ឋានបួងសួងចំពោះព្រះជាម្ចាស់សូមប្រទានពរដល់ឧត្តមឧត្តមជូនដល់ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតដាំឆាត់រី យើងខ្ញុំជាសមាជិកាសមាជិកក្រុមការងារនៃឧត្តមក្រុមប្រឹក្សាខ្មែរជួយខ្មែររំដោះជាតិសូមអរកាយកងអញ្ជលីគោរពវិញ្ញាណក្ខន្ធឧបាសកដាំប៊ូជាឪពុកឧបាសិកាឆាត់កំបានជាម្ដាយឧបាសកលោកតាឆាត់ជាជីតាឧបាសិកានុតជឹមជាជីដូនឧបាសកឆាត់ឆាយជាឪពុកធំរបស់ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតដាំឆាត់រីសូមអំពាវនាវអញ្ជើញវិញ្ញាណក្ខន្ធឧបាសកឧបាសិកាដោយបានរាយនាមមកនេះព្រមទាំងវិញ្ញាណក្ខន្ធបុព្វការីជននៃយើងខ្ញុំទាំងអស់គ្នាចូលរួមជាមួយយើងខ្ញុំដើម្បីប្រារព្ធពិធីខួបកំណើតរបស់ឯកឧត្តមប្រធានសូមមេត្តាប្រសិទ្ធពរជ័យសិរីមង្គលដល់បវរមហាប្រសើរជូនចំពោះឯកឧត្តមអគ្គមេបញ្ជាការនៃឧត្តមក្រុមប្រឹក្សាខ្មែរជួយខ្មែររំដោះជាតិឲ្យមានអាយុយឺនយូរប្រកបដោយសុខភាពកម្លាំងកាយបរិបូរណ៍ដើម្បីដឹកនាំនាវាចលនាបដិវត្តន៍ឆ្ពោះទៅដល់ភាពជោគជ័យជាស្ថាពរក្នុងបេសកកម្មរំដោះព្រះមេត្តាមាតុភូមិព្រមទាំងប្រជាជាតិខ្មែរពីការរំលោភឈ្លានពានជិះជាន់ពីសំណាក់អាចោរយួនអាចោរចិននិងក្រុមក្បត់ជាតិហ៊ុនសែនព្រមទាំងបដូររបបប្រទេសកម្ពុជាពីរាជានិយមទៅជាសាធារណរដ្ឋនិយម សូមអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់និងទស្សនានៅគម្រោងឯកសារសុតទស្សន៍នេះដោយមេត្រីភាព